បាទជំរាបសួរប្រិមត្តទូទាំងជនហ្នឹងគឺស្ពានឈើមួយខ្សែនេះរងការខូចខាតដោយរថយន្តដឹកទំនិញទីតាំងដែលស្ថិតនៅក្នុងភូមិភ្នៅឃុំតាសួរស្រុកស្វាយជ្រុំព្រំបន្ទល់ជាប់នឹងភូមិស្វាយសង្កាត់ជែកក្រុងស្វាយរៀងខេត្តស្វាយរៀងឥឡូវគឺរងការខូចខាតគឺខ្ទេចអស់តែម្ដងដឹងគោយន្តឡានអីទៅមុខទៅក្រោយតាមផ្លូវណាទេអត់ដឹងទេហ្នឹងហើយឃើញមានបងប្អូនជាពលរដ្ឋជិះឆ្លងកាត់ផ្លូវនេះច្រើនដែរហ្នឹងហើយតែម៉ូតូហើយនឹងកង់អីអាចទៅរួចណាប្រិមិត្តយើងគឺអាចទៅរួចតែចំណែកឯរថយន្តគឺទៅមិនរួចទេនឹងគោយន្តនេះដឹកដីដឹកអីគឺអត់រួចទេឥឡូវយើងមើលស្ថានភាពរបស់ស្ពានហ្នឹងគឺស្ពានឈើហ្នឹងគឺខូចអស់ហើយណាប្រិមិត្តយើងខូចអស់ហើយនេះហ្នឹងហើយដោយសារតែរថយន្តកង់ប្រមាណនេះបាញ់កង់ច្រើនវែងហើយដឹកទំនិញហ្នឹងហើយគឺឆ្លងកាត់ផ្លូវហ្នឹងបណ្ដាលឲ្យរងការខូចខាតហើយដើមហើយហ្នឹងដោយសារតែគាត់វៀងហ្នឹងគាត់វៀងពីផ្លូវជាតិលេខ1មកនោះវៀងពីផ្លូវជាតិលេខ1មកក៏មកដល់ត្រង់ហ្នឹងហើយដោយសារតែព្រឹកមិញហ្នឹងគឺរៀងស្ទះផ្លូវតែអញ្ចឹងទៅគាត់វៀងហ្នឹងហើយឥឡូវគឺរងការខូចខាតគឺបាក់ស្ពានមួយកន្លែងនេះតែទីតាំងគឺស្ថិតនៅក្នុងភូមិភ្នៅឃុំតាសួរស្រុកស្វាយជ្រុំខេត្តស្វាយរៀងហើយនឹងព្រំបន្ទល់ជាប់នឹងភូមិស្វាយសង្កាត់ជែកក្រុងស្វាយរៀងខេត្តស្វាយរៀងគឺរងការខូចខាតគឺបាក់តែម្ដងគឺរថយន្តដឹកទំនិញវៀងមកហើយមិនដឹងថាទម្ងន់របស់គាត់ហ្នឹងហើយជាធ្ងន់ដែលគាត់អត់ប្រមាណជាមួយនឹងស្ពានឥឡូវហ្នឹងគឺរងការខូចខាតគឺបាក់តិចអស់តែម្ដងស្ពានឈើនេះហ្នឹងហើយខូចអស់ណាប្រិមត្តយើង